បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទប្រជាកសិករជាពិសេសបងប្អូនដែលប្រកបការងារជាមួយនឹងការធ្វើស្រែថ្ងៃនេះផងដែរគឺខ្ញុំបាទវាសនាបាទសូមបង្ហាញបន្ថែមទៀតទាក់ទងនឹងការរៀបចំសំណាបក៏ដូចជារៀបចំដីសម្រាប់សាបសំណាបបាទនៅក្នុងធុង Spitro នេះគឺជាប្រភេទដីដែលយើងលាយបាទគឺមានដីល្អរបស់យើងដីពួកដីល្អរបស់យើងហើយមានផែអង្កាមបាទហើយជាមួយនឹងជីកប៉ុសបងប្អូនដឹងហើយគឺប្រភេទដូចជាលិមួកមាន់គោជ្រូករបស់យើងដែលវាមានការពុកផុយហើយយើងយកមកដាក់ជាមួយគឺដើម្បីជួយធ្វើម៉េចឲ្យដីរបស់យើងកាន់តែមានជីជាតិល្អអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំនឹងណែនាំបន្ថែមបងប្អូនខ្លះគាត់និយាយឆ្ងល់ហើយកន្លែងហេតុអីក៏និយាយមកដាក់ក្នុងធុង Spitro នេះនៅក្នុងធុង Spitro នេះគឺជាការត្រាំជាមួយនឹងផែអង្កាមហើយជាមួយនឹងមុននឹងយើងយកសំណាបទៅស្ទូងបានល្អអញ្ចឹងណាហើយបើសិនកាលណាតែយើងបានរៀបចំជាមួយនឹងសំណាបបានល្អធ្វើឲ្យការស្ទូងរបស់យើងគឺបានល្អផងដែរអញ្ចឹងចំពោះម៉ាស៊ីនស្ទូងគឺវាដំណើរការដោយខ្លួនឯងយើងគ្រាន់តែកាន់ជាមួយនឹងឆ្កូតទេក៏ប៉ុន្តែបើសិនជាបងប្អូនធ្វើសំណាបដែលមិនត្រឹមត្រូវអញ្ចឹងធ្វើឲ្យវាមានផលវិបាកក្នុងការរៀបចំស្ទូងផងដែរប៉ុន្តែសម្រាប់បងប្អូនដែលរៀបចំសំណាបបានល្អអញ្ចឹងធ្វើឲ្យការស្ទូងរបស់ពុកម៉ែបងប្អូនគឺមានភាពងាយស្រួលណាងាយស្រួលមិនដូចយើងស្ទូងដៃទេហើយចំពោះបងប្អូនខ្លះក៏គាត់និយាយថាសម័យលើហើយគេលែងស្ទូងហើយគេព្រោះអស់ហើយក៏ប៉ុន្តែបងប្អូនត្រូវគិតឡើងវិញប៉ុន្តែដោយសារតែនៅប្រទេសយើងទេដែលមានសម្បូរដីច្រើនអញ្ចឹងយើងអាចព្រោះអីចេះតែបានផលច្រើនណាមានថាធ្វើច្រើនបានផលតិចប៉ុន្តែសម្រាប់នៅប្រទេសគេដូចជានៅប្រទេសជប៉ុននៅកូរ៉េក៏ដូចជានៅវៀតណាមដែលគេធ្វើស្រែគឺគេប្រើជាមួយនឹងម៉ាស៊ីនបាទជាមួយនឹងម៉ាស៊ីនហើយគេស្ទូងអញ្ចឹងការស្ទូងនោះគឺវាចំណាយតិចបាទតាក់ទងទៅនឹងថ្នាំបាញ់ស្មៅក៏គេមិនប្រើគ្រាប់ពូជក៏គេប្រើតិចហើយស្រូវរបស់យើងដុះមកគឺវាល្អបែកគុំល្អហើយបានផលច្រើននេះហើយជាមូលហេតុដែលនៅប្រទេសជលឿនគេគឺគេស្ទូងប៉ុន្តែនៅប្រទេសយើងគឺពីមុនស្ទូងតែឥឡូវដូចជារៀងបាត់ស្ងាត់ហើយការស្ទូងដោយសារតែវិបាកក្នុងការរកអ្នកជួយស្ទូងហើយយើងអត់សូវផ្ដោតទៅលើម៉ាស៊ីនទំនើបផងដែរសម្រាប់បងប្អូនបាទយើងមានចម្ងល់ផ្សេងក៏អាចទំនាក់ទំនងបាទប្រឹក្សាយោបល់ជាមួយនឹងខ្ញុំបាទបានដូចគ្នាណាហើយខ្ញុំនឹងដាក់លេខទូរស័ព្ទនៅក្នុងវីដេអូនេះផ្ទាល់ហើយដាក់នៅក្នុង YouTube ដែរសម្រាប់វីដេអូនេះអញ្ចឹងបងប្អូនអាច share ឬក៏ចែកម្លែកទៅសម្រាប់បងប្អូនខ្លះគាត់ចង់បានអញ្ចឹងឬក៏ឲ្យគាត់បានឃើញផងពេលខ្លះបងប្អូនខ្លះគាត់ចង់បានមែនតើប៉ុន្តែគាត់រកមិនឃើញមិនដឹងទៅទិញ
ឆ្នាំ2022នេះតម្លៃម៉ាស៊ីនគឺ1400 400 ដដែលណា400មាន1400 1500 1600ទៅតាមកម្រិតគុំយ៉ាងម៉េចពីគុំមួយទៅគុំមួយចម្ងាយរបស់វាពីគុំមួយទៅគុំមួយមកទឹក8តម្លៃវា1400បាទគុំមួយទៅគុំមួយ2ទឹកបាទតម្លៃវា1500បាទសិនជាគុំមួយទៅគុំមួយ2ទឹក4 1600ទៅយើងវាកាន់តែធំហ្នឹងហើយមានតែចុះ1400 1500 1600វាខុសគ្នាមិនគឺមានថាខុសគ្នាជាមួយនឹងទំហំម៉ាស៊ីនហ្នឹងកាលណាទំហំម៉ាស៊ីនវាកាន់តែកាន់តែឆ្ងាយទំហំម៉ាស៊ីនវាកាន់តែធំទៅតាមហ្នឹងទៅហ្នឹងគឺជាតម្លៃម៉ាស៊ីនអញ្ចឹងបងប្អូនខ្លះក៏គាត់ថាមិនក៏មិនដាក់តម្លៃប៉ុន្តែដោយសារសម្រាប់ការធ្វើ business ការធ្វើទីផ្សារនេះគឺខ្ញុំមិនជាបដោតខ្លាំងទេបានយើងខ្ញុំប្រាប់តម្លៃក្នុងវីដេអូហ្នឹងទៅដោយសារអាច2025ឬក៏2030បងប្អូនឃើញវីដេអូហ្នឹងទៅគាត់ថាខ្ញុំឃើញប្រកាសកដែងថាតម្លៃប៉ុណ្ណឹងប៉ុន្តែគាត់គិតថាវីដេអូនេះគឺតាំងពី2022ទេដោយសារមានបងប្អូនខ្លះគាត់ឃើញវីដេអូខ្ញុំតាំងពី2008 2007មកគាត់ឃើញតម្លៃអញ្ចឹងណាហើយក៏គាត់ឆ្ងល់ថាហេតុអីក៏តម្លៃពីហ្នឹងហើយបងប្អូនខ្លាំងតម្លៃឡើងចុះវាស្រេចទៅលើមាត់អ្នកលក់ហ្នឹងហើយបងប្អូនដែលអត់ដែលលក់ដូរគាត់ប្រហែលជាគាត់និយាយអញ្ចឹងប្រហែលជាគាត់អត់ដែលលក់ដូរហើយឬក៏គាត់អត់ដែលទិញអីសោះតែហ្មងហ្នឹងហើយយ៉ាងណាក៏គាត់ធ្លាប់ចាក់សាំងហើយឬក៏អីផ្សេងអីគាត់នឹងយល់ថាតម្លៃហ្នឹងគឺមិនមែនខ្ញុំជាអ្នកផលិតតទេគឺខ្ញុំនាំចូលពីរោងចក្រដូចគ្នាណាធ្វើចេញពីរោងចក្រមកអញ្ចឹងតម្លៃគេឡើងឲ្យខ្ញុំទៅលក់ខាតយ៉ាងមិនកើតអញ្ចឹងបងប្អូនខ្លះគាត់មិនយល់គាត់នៅតែមានការខមមិនអីខ្ញុំឃើញច្រើនខ្ញុំមិនចង់បង្ហាញមុខគាត់នៅក្នុងវីដេអូឬក៏ page ខ្ញុំច្រើនទេខ្ញុំខ្ជិលនឹងជ្រឹបអ្វីដែលគាត់ខមមិនមកហើយគាត់ប្រហែលជាមិនយល់ហើយចំពោះការមិនដាក់តម្លៃហ្នឹងគឺវាហេតុផលទី1គឺអញ្ចឹងហេតុផលទី2គឺរបៀបនៃការធ្វើទីផ្សារវាមិនមែនឲ្យដាក់តម្លៃទៅស្រួលគេជ្រើសរើសប៉ុន្តែជាហេតុផលមួយសម្រាប់ការធ្វើទីផ្សារសម្រាប់ Facebook ឬក៏ YouTube អាហ្នឹងគឺជាគោលការណ៍របស់ YouTube និង Facebook បាទអញ្ចឹងកាលណាតែយើងអត់បានដាក់តម្លៃមានការ comment មួយអញ្ចឹងធ្វើឲ្យវីដេអូរបស់យើងឃើញ10នាក់ទៅ20នាក់ឧទាហរណ៍បងចូលមក comment ខ្ញុំអញ្ចឹងមិត្តភ័ក្តិបង10នាក់20នាក់នឹងឃើញវីដេអូរបស់ខ្ញុំបន្តទៅទៀតអញ្ចឹង10នាក់20នាក់គាត់ comment ទៀតមិត្តភ័ក្តិគាត់តទៀត10នាក់20នាក់ទៀតគាត់នឹងឃើញវីដេអូរបស់ខ្ញុំទៅទៀតនេះហើយជាមូលហេតុដែលFacebook ឬក៏ជាគោលការណ៍របស់ Facebook អញ្ចឹងហើយបងប្អូនតែងតែឃើញការផុសខ្លះគឺគេអត់ដាក់តម្លៃទេដើម្បីឲ្យពុកម៉ែបងប្អូន comment សួរកាលណាតែបងប្អូនសួរទៅអាចនឹងមិត្តភ័ក្តិបងប្អូន20 30នាក់ទៀត friend នៅក្នុង Facebook អញ្ចឹងណាឃើញទេនឹងធ្វើឲ្យទីផ្សារនិងការលក់ហ្នឹងវារីកវាដើរបានច្រើនអញ្ចឹងអ្នកបងប្អូន comment មួយទៅធ្វើឲ្យអ្នកទិញកាន់តែច្រើនហ្នឹងមានអ្នកឃើញកាន់តែច្រើនមានអ្នកចាក់អារម្មណ៍កាន់តែច្រើនប៉ុន្តែបងប្អូនបើសិនជាក្នុងការដាក់តម្លៃគ្រាន់តែបងប្អូនឃើញហើយបងប្អូនហូតកាត់ប៉ុន្តែបងប្អូនហ្នឹងក៏អត់បានទិញដែរគាត់ចាក់អារម្មណ៍ដែរតែគាត់ឃើញតម្លៃហើយគាត់ហូតអញ្ចឹងអ្នកដែលចង់ទិញហ្នឹងមិត្តភ័ក្តិគាត់ចង់ទិញហ្នឹងមិត្តភ័ក្តិរបស់បងប្អូនចង់ទិញគាត់អត់បានឃើញទេដោយសារបងប្អូនអត់បាន comment នៅក្នុងហ្នឹងឬក៏អត់បាន share ទៀតអាហ្នឹងជាអ្វីដែលជាគោលការណ៍របស់ YouTube ក៏ដូចជា Facebook ហ្នឹងហើយនេះហើយជាអ្វីដែលខ្ញុំបានតែងតែប្រាប់បងប្អូនតើបងប្អូនធ្លាប់រៀនពីការធ្វើ YouTube ឬក៏ធ្វើ Facebook ឬក៏រៀនពីការ boot page បងប្អូនខ្លះតើស្អីគេ boot page ហ្នឹងបើក៏អត់យល់ទៀតកាន់តែអត់យល់ហ្នឹងហើយអញ្ចឹងបងប្អូនប្រហែលជាធ្លាប់ស្គាល់ហើយថាគ្រាន់តែបងប្អូនចុចមើលផលិតផលណាមួយអញ្ចឹងវាបង្ហាញមុខតគ្នារហូតផលិតផលដូចគ្នាអញ្ចឹងហើយនេះហើយជាខ្ញុំចង់និយាយឲ្យបងប្អូនបានយល់ហ្នឹងហើយក្រៅពីការបង្ហាញពីការរៀបចំដីហ្នឹងទៅអញ្ចឹងបើបងប្អូនខ្លះក៏គ្រាន់តែមើលវីដេអូហ្នឹងមើលរូបក៏គាត់យល់ដែរមើលសកម្មភាពហ្នឹងគេធ្វើមិនអញ្ចឹងណាហ្នឹងហើយប៉ុន្តែបងប្អូនខ្លះគាត់អត់យល់ទេក៏គាត់នៅតែអត់យល់អញ្ចឹងប៉ុន្តែបើបងប្អូនអត់សូវយល់ច្បាស់បងប្អូនទេមកសួរមកណាទេមកសួរទៅដើម្បីយើងទទួលបានការប្រឹក្សាយោបល់ឲ្យបានកាន់តែច្បាស់លាស់បាទកាន់តែស៊ីជម្រៅធ្វើម៉េចឲ្យត្រូវទៅតាមតម្រូវការទៅតាមអ្វីដែលបងប្អូនចង់បានទៅតម្លៃវា1000ជាងបងប្អូនខ្លះគាត់ថាថ្លៃបងប្អូនខ្លះគាត់ថារៀងធូរដែរអញ្ចឹងគាត់ចង់បង្កើតអាជីវកម្មគាត់ហ៊ានទិញដែរគាត់ថាធូរពេកខ្លាចទិញទៅមានគេទិញតាមប្រងព្រាតទៅ
គាត់ចង់បង្កើតអាជីវកម្មហ្នឹងបង្កើតអត់កើតទេគេឡើងទិញកន្លែងប្រើសេវាកម្មរបស់គាត់បងប្អូនខ្លះគាត់ថាថ្លៃណាស់ហ្នឹងហើយតម្លៃហ្នឹងវាសមរម្យហ្នឹងហើយទៅតាមគ្រឿងម៉ាស៊ីនរបស់វាហើយទៅតាមគុណភាពរបស់វាហ្នឹងហើយអរគុណច្រើនសម្រាប់ការស្ដាប់នៃការអធិប្បាយក៏ដូចជាការណែនាំទៅត្រួសបាទអញ្ចឹងសំណាបដូចខ្ញុំថាអញ្ចឹងពេលដែលយើងសាបហើយយើងចង់ដាក់យ៉ាងម៉េចក៏បានដែរយើងចង់ទាញកាត់ធំណាយើងកាត់ធំនឹងមកចង់ហែកធំណាហែកធំហ្នឹងយកមកដាក់ម៉ាស៊ីនទៅវាចេះតគ្នាហើយចេះធ្លាក់ចូលតគ្នាវាមិនមានជាបញ្ហាអីទេអញ្ចឹងសម្រាប់បងប្អូនយើងចង់បានណាកុំភ្លេចតំណែងតំណងបាទប្រឹក្សាយោបល់ហ្នឹងហើយសូមអរគុណបាទចុងបញ្ចប់វីដេអូមានតែប៉ុណ្្នឹងបើមានចម្ងល់ផ្សេងៗបងប្អូនអាចតំណែងតំណងតាមលេខទូរស័ព្ទមកណាឬក៏មកផ្ទាល់ជាមួយនឹងអាសយដ្ឋានដែលមានទីតាំងនៅភ្នំពេញច្បារអំពៅហ្នឹងអរគុណច្រើនបាទសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់សូមអរគុណ